ឲ្យតែបានទៅបបកត្រីនៅខាងពោធិ៍សាត់រាំងទិលហ្នឹងគឺមកវិញមិនចោលទេជាមួយនឹងមុខម្ហូបខត្រីនេះខរដងនេះខ្ញុំប្រើតែពេញប៉ោះទេប៉ុន្តែម្ដងនេះខ្ញុំឆ្លៀតបន្ថែមជាមួយនឹងស្ពៃក្តោបឃើញថារសជាតិឆ្ងាញ់ប្លែកមែនតែនហើយបើសិនជាយើងចេះផ្សំគ្រឿងត្រូវទៀតគឺរសជាតិអែមតែម្ដងសម្រាប់វិធីធ្វើបងប្អូនអាចចូលទស្សនានៅក្នុងវីដេអូនេះខ្ញុំបានជាដំបូងគឺនឹងខ្ញុំត្រូវទៅទិញស្ពៃក្តោបចំនួន2ក្តោបមកចាហើយក៏យើងទិញពេញប៉ោះកន្លះគីឡូចំពោះស្ពៃក្តោបហ្នឹងខ្ញុំពុះវាជា2បន្ទាប់មកយើងពុះវាជា2ទៀតចាអញ្ចឹងបានន័យថាពុះជា4យើងពុះវាហើយយើងចិតជាមួយនឹងអាស្នូលវាកដាលចោលហើយចំពោះពេញប៉ោះកន្លះគីឡូនេះខ្ញុំឆ្កឹះយកក្បាលវាចោលដូចគ្នាដែរបន្ទាប់ពីចិតជាមួយស្ពៃក្តោបក៏ដូចជាពេញប៉ោះចាយើងបកអាតងវាចោលបងប្អូនយើងយកមកលាងទឹកឲ្យស្អាតទៅហើយយើងលាងជាមួយនឹងម្ទេសទៀតចាបន្ទាប់ពីលាងម្ទេសហើយនឹងខ្ញុំលាងជាមួយនឹងដើមខ្ទឹមម្ដងចាដើម្បីយើងទុកដាក់រោយពីលើខនឹងអញ្ចឹងណាហើយឃើញថាបន្លែទាំងអស់ហ្នឹងនេះខ្ញុំបានលាងសម្អាតពី3ទឹករួចរាល់បន្លែទាំងអស់ហ្នឹងគឺនេះខ្ញុំទុកវាម្ល៉េះសិនទៅហើយចំពោះត្រីគឺនេះខ្ញុំខតែក្បាលវាទេហើយខ្លួនគឺគ្រួសារនេះខ្ញុំគាត់ប្រឡាក់ហាលងាតចឹងណាបងប្អូនឃើញថាបន្លែក៏ដូចជាត្រីហ្នឹងគឺនេះខ្ញុំបានរៀបចំលាងទឹកសម្អាតធ្វើស្អាតរួចរាល់ហើយគឺយើងចាប់ផ្ដើមយកឆ្នាំងដែលយើងត្រូវខហ្នឹងគឺឆ្នាំងហ្នឹងរៀងធំតិចមកចាយើងយកស្ពៃក្តោបហ្នឹងដាក់ដង្រៀបមួយជាន់ខាងក្រោមបន្ទាប់មកយើងយកពេញប៉ោះចាដាក់ដង្រៀបមួយជាន់ទៀតហើយម្ទេសហ្នឹងគឺយើងដាក់ជាមួយនឹងពេញប៉ោះអញ្ចឹងទៅហើយក្រោយមកគឺយើងយកក្បាលត្រីចាដែលយើងធ្វើហើយហ្នឹងគឺយកមកដាក់ដង្រៀបចាពីលើអញ្ចឹងទៅហើយយើងក្របចាគម្របវាទុកម្ល៉េះសិនចាយើងមកធ្វើជាមួយនឹងទឹកខហ្នឹងគឺនេះខ្ញុំចាដាក់ខ្ទះឲ្យក្តៅមកល្មមហើយបើកភ្លើងរឹមបន្ទាប់មកដាក់ជាមួយនឹងស្ករត្នោតចំពោះស្ករត្នោតវិញចាបងប្អូនធ្វើច្រើនចាបងប្អូនដាក់ច្រើនតាមនឹងទៅប៉ុន្តែនឹងខ្ញុំដាក់មកសមស្របជាមួយនឹងត្រីនឹងអញ្ចឹងបងប្អូនគឺដាក់ស្ករត្នោត2ស្លាបព្រាចាបន្ទាប់មកយើងកូរស្ករនឹងឲ្យវាឡើងជើងក្រង់ហើយយើងក៏ដាក់ជាមួយនឹងខ្ទឹមសចាខ្ទឹមសយើងលីងចុះលីងឡើងហើយឃើញថាទឹកនឹងពុះយើងដាក់គ្រឿងទៅបងប្អូនមានអំបិលស៊ុបមានប៊ីចេងចាមានទឹកត្រីហើយក៏ដាក់រំដេងតិចដែរចឹងបងប្អូនបន្ទាប់ពីទឹកនឹងពុះហើយគឺនឹងខ្ញុំចាប់ផ្ដើមចាក់ទឹកនឹងចូលនៅក្នុងឆ្នាំងដែលយើងត្រូវខតែម្ដងទៅហើយក៏យកស្លឹកក្រូចមកដង្រៀបពីលើបែបនេះមួយជាន់ទៀតហើយការរំងាស់ខហ្នឹងគឺនឹងខ្ញុំរំងាស់ប្រហែលជាកន្លះម៉ោងដែរបានបន្លែហ្នឹងវាឆ្អិនហើយក៏ដូចជាត្រីគឺថាឆ្អិនសព្វល្អមែនតែនបងប្អូនធ្វើបែបនេះគឺថាត្រីរបស់យើងវាអត់ខ្វល់បងប្អូននៅពេលដែលយើងខចឹងទៅវាអត់ខ្វល់សាច់ត្រីទេបើសិនជាបងប្អូនខបែបថាដាក់ស្ករត្នោតហើយយើងកូរហើយយើងដាក់ត្រីដាក់បន្លែអញ្ចឹងគឺវាខ្វល់ហើយប៉ុន្តែយើងធ្វើបែបនេះគឺអត់ខ្វល់ទេបងប្អូនហើយរសជាតិគឺឆ្ងាញ់ខ្លាំងមែនតើអញ្ចឹងបងប្អូនអាចសាកធ្វើតាមវីដេអូនេះបាន